សួស្តីលោកអ្នកនាងជាទីមេត្រីនៅក្នុងសប្តាហ៍នេះលោកអ្នកនាងនឹងបានស្ដាប់ប្រវត្តិសាស្ត្រខ្មែរក្នុងរាជ្យព្រះបាទមហិន្ទរាជាធិរាជព្រះសត្ថាទី1ក្រោយពីព្រះបាទមហិន្ទរាជាធិរាជជាព្រះបិតាទ្រង់សោយទីវង្គតទៅព្រះសិទ្ធាដែលជាព្រះរាជបុត្រច្បងរបស់ព្រះអង្គទ្រង់ឡើងសោយរាជស្នងនៅរាជធានីលង្វែកដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជាអង្ការព្រះបរមមហិន្ទរាជារាមាធិបតីដែលប្រវត្តិវិទូខ្លះនិយមហៅថាព្រះសត្ថាទី1នៅភាគខាងដើមរាជរបស់ព្រះអង្គនៅឆ្នាំ1580ក្នុងពេលដែលព្រះរាជាភូមាលើកទ័ពមកវាយក្រុងអយុធ្យាម្ដងទៀតហើយដោយព្រះចៅសៀមគឺព្រះមហាធម្មរាជាបានធ្វើសារមកសុំទ័ពជំនួយអំពីខ្មែរដើម្បីជួយច្បាំងនឹងភូមាផងហើយដោយប្រទេសខ្មែរនិងប្រទេសសៀមនៅជាប់សម្ព័ន្ធមេត្រីភាពដែលមានមកតាំងពីព្រះរាជបិតាព្រះអង្គព្រះមហិន្ទរាជារាមាធិបតីព្រះសត្ថាក៏បានត្រាស់បញ្ជាឲ្យព្រះស្រីសុរិយោពណ៌ជាប្អូននាំទ័ពខ្មែរទៅជួយសៀមតាមការស្នើសុំលុះដល់សង្គ្រាមនេះបានជោគជ័យលើពួកភូមាហើយពេលដែលលើកទ័ពត្រឡប់មកវិញព្រះនរេនសូបុត្រព្រះមហាធម្មរាជាមេទ័ពសៀមបានឃើញព្រះស្រីសុរិយោពណ៌គង់សំយងព្រះបាទមិនព្រមក្រាបដោយអ្នកផងទាំងពួងព្រះនរេនសូទ្រង់ពិរោធណាស់ហើយបញ្ជាឲ្យទាហានសៀមនាំយកឆ្លើយភូមាមកកាត់ករួចដោតក្បាលប្របនឹងទីនាងនាវារបស់ព្រះស្រីសុរិយោពណ៌ដែលជាមេទ័ពខ្មែរដើម្បីជាការចំអកព្រះស្រីសុរិយោពណ៌មេទ័ពខ្មែរឃើញដូច្នោះទ្រង់ខ្ញាល់ជាខ្លាំងមួយចំណែកទៀតដោយបានឃើញថាព្រះនរេនសូបានទៅកេណ្ឌទ័ពនៅលើទឹកដីខ្មែររំលងសន្យាព្រះរាជមេត្រីផងទ្រង់ពំនាំដំណឹងនេះមកទូលថ្វាយព្រះមហិន្ទរាជាព្រះសិទ្ធាជាព្រះចេថាឲ្យទ្រង់ជ្រាបប្រហែលឆ្នាំ1581ខ្មែរបានលើកទ័ពទៅវាយរំដោះយកខេត្តនគររាជសីមាច័ន្ទបុរីនិងនគរនាយកប៉ុន្តែសៀមបានវាយដណ្ដើមយកខេត្តនគររាជសីមាបានទៅវិញនៅឆ្នាំ1582នៃគ្រិស្តសករាជក្រោយនោះមិនយូរប៉ុន្មានព្រះរាជាភូមាបានលើកទ័ពមកវាយលុកក្រុងអយុធ្យាប្រទេសសៀមម្ដងទៀតឆ្លៀតពេលនោះខ្មែរក៏លើកទ័ពទៅវាយយកខេត្តខ្មែរខាងលើមកវិញប៉ុន្តែដោយមានដំណឹងថាព្រះភគវតីជាព្រះអគ្គមហេសីទ្រង់ប្រឈួនខ្លាំងព្រះសត្ថាក៏ទ្រង់លើកទ័ពត្រឡប់មកក្រុងលង្វែកវិញបើតាមឯកសាររាជពង្សាវតារថាឆ្នាំ1584ព្រះនរេនសូស្ដេចសៀមដែលបានឡើងសោយរាជស្នងព្រះបិតាមហាធម្មរាជាបានលើកទ័ពយ៉ាងធំដែលមានកម្លាំងរេពុល100,000នាក់ដំរី3000សេះ5000មកលុកលុយប្រទេសកម្ពុជាទ័ពសៀមនេះបានវាយលុកចូលមករហូតដល់រាជធានីលង្វែកហើយព័ទ្ធបន្ទាយលង្វែកនេះអស់រយៈពេល3ខែប៉ុន្តែវាយកបន្ទាយលង្វែកដែលមានរបងជាគុំឫស្សីយ៉ាងក្រាស់នោះមិនបានដោយខ្វះស្បៀងអាហារសម្រាប់ទ័ពផងនិងដែលមានជំងឺឆ្លងរាតត្បាតស្លាប់រេពុលអស់ជាច្រើនផងព្រះចៅនរេនសូស្ដេចសៀមក៏ដកទ័ពថយទៅវិញប៉ុន្តែមុននឹងត្រឡប់ទៅវិញសៀមបានប្រើល្បិចយកប្រាក់ដួងដាក់លាយជាគ្រាប់កាំភ្លើងបាញ់ចូលក្នុងគុំឫស្សីដែលជារបងបន្ទាយលង្វែកនោះយ៉ាងច្រើនក្នុងបំណងជាអបាយកលប្រើដៃខ្មែរខ្លួនឯងឲ្យបំផ្លាញកំពែងឫស្សីដ៏រឹងមាំនោះក្នុងពេលខាងមុខមិនត្រឹមតែប៉ុណ្ណោះទេបើតាមឯកសារខ្លះបញ្ជាក់ថាដោយដឹងថាប្រទេសកម្ពុជាមានវត្ថុស័ក្តិសិទ្ធិ13ព្រះអង្គខ្លាំងពូកែជួយថែរក្សាការពារក្រោយពីពេលត្រឡប់ទៅប្រទេសសៀមវិញព្រះនរេនសូបានប្រើមហាថ្លឹកសៀម2នាក់ឲ្យក្លែងធ្វើជាអ្នកបួសមានតិបញ្ញោនិងសុបញ្ញោដើរចេញទៅស្រុកលាវហើយចុះតាមផ្លូវទន្លេមេគង្គមកស្រុកខ្មែរដើម្បីមកធ្វើពិធីដកសិលសាសន៍ដែលបញ្ចុះក្នុងរូបទេព្រះទាំងនោះសុបញ្ញោប្រើមុនអាគមធ្វើឲ្យអ្នកស្រុកឈឺឯតិបញ្ញោជាអ្នកដោះឲ្យជាសះស្បើយឡើងវិញ
ឧបាយកលចិត្តសាស្ត្ររបស់សៀមនេះទទួលបានជោគជ័យណាស់មិនត្រឹមតែរាជប្រជាទេដែលមានជំនឿមុតមាំលើតេបញ្ញានិងសុបញ្ញានេះសូម្បីតែព្រះមហាក្សត្រក៏មានជំនឿផងដែរដោយសារព្រះអគ្គមហេសីត្រូវអំពើអសេរពិសមានជំងឺជាទម្ងន់ព្រះមហិន្ទរាជាព្រះសិទ្ធាទ្រង់និមន្តភិក្ខុទាំងពីរអង្គឲ្យគង់ក្នុងវត្តព្រះឥន្ទទេពក្នុងកំផែងព្រះនគរដើម្បីជួយព្យាបាលព្រះអគ្គមហេសីបានឱកាសល្អតេបញ្ញានិងសុបញ្ញាបានទូលព្រះរាជាថារោគព្រះមហេសីនេះបណ្ដាលមកពីទោះបារមីព្រះពុទ្ធរូបអធិរោះគឺព្រះពុទ្ធអង្គធំបែរព្រះភ័ក្ត្រទៅទិសទាំង4ស្ថិតនៅក្នុងព្រះវិហារវត្តត្រឡែងកែងនោះជាអ្នកឲ្យទោសឮដូច្នោះព្រះមហិន្ទរាជាព្រះសិទ្ធាដែលទ្រង់ធ្វេសព្រះកិត្យាផ្លាស់ព្រះសតិបញ្ញាច្រើនប្រការស្ដេចមានសតិពុំប្រកបដោយប្រកដីលប់សតិទ្រង់ត្រាស់បង្គាប់ឲ្យសែងព្រះអធិរោះដែលជាវត្ថុស័ក្តិសិទ្ធិស្ថិតក្នុងព្រះរាជធានីទៅចងសណ្ដូនថ្មទម្លាក់ទឹកមុខព្រះនគរនោះទៅហើយឯកសារខ្លះថាតេបញ្ញានិងសុបញ្ញាបញ្ជាឲ្យដុតព្រះសន្ធិដ្ឋដែលសម្ដេចព្រះមហាចន្ទរាជាទ្រង់បានកសាងនោះចោលទៅទើបគេឃើញនៅសល់តែព្រះបាទអំពីថ្មរហូតមកដល់សព្វថ្ងៃនេះនៅឆ្នាំ1585ឯកសារខ្លះថាឆ្នាំ1586ដោយខ្លាចក្រែងរាជសម្បត្តិមិនបានទៅព្រះរាជបុត្រព្រះអង្គក្រោយពេលពីព្រះអង្គទៅព្រះមហិន្ទរាជាព្រះសិទ្ធាទ្រង់ដាក់រាជហើយថ្វាយរាជសម្បត្តិនោះទៅឲ្យព្រះរាជបុត្រច្បងព្រះនាមជ័យជេដ្ឋាឲ្យឡើងសោយរាជស្នងដែលមានអាយុទើបតែ11ព្រះវស្សាតែប៉ុណ្ណោះហើយលើកព្រះរាជបុត្របន្ទាប់គឺពញាតនដែលមានអាយុទើបតែ6ឆ្នាំឲ្យមាននីតិជាឧបរាជឯព្រះអនុជរបស់ព្រះអង្គគឺព្រះស្រីសុរិយោពណ៌ដែលមានរាជនិងមន្ត្រីគោរពស្រឡាញ់យ៉ាងច្រើនទ្រង់តែងតាំងនីតិជាព្រះឧបយោរាជឯខ្លួនព្រះអង្គផ្ទាល់ទ្រង់យកនីតិជាព្រះឧបយោរាជានុសិទ្ធហើយអំណាចត្រូវនៅក្នុងកណ្ដាប់ដៃរបស់ព្រះអង្គទាំងអស់អំពើរំលាយព្រះដែលជាទីសក្ការៈបូជារបស់ប្រជារាស្ត្រទូទៅនឹងការប្រគល់រាជសម្បត្តិនគរឲ្យទៅព្រះរាជបុត្រដែលនៅជាកុមារដូច្នេះនាំឲ្យមានការមិនសប្បាយចិត្តពីសំណាក់ព្រះរាជវង្សានុវង្សនិមឺនសមុខមន្ត្រីជាច្រើនអ្នកទាំងអស់នោះមិនសូវយកចិត្តទុកដាក់នឹងកិច្ចការរាជការឡើយប្រការនោះនាំឲ្យភាពចលាចលអសន្តិសុខកើតមានគ្រប់ទីកន្លែងនៅក្នុងព្រះនគរលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះបាទមហិន្ទរាជាធិរាជព្រះសិទ្ធានៅសប្តាហ៍ក្រោយលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីព្រះបាទជ័យជេដ្ឋារាមាធិបតីឬជ័យជេដ្ឋាទី1សូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយសួស្តីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងសប្តាហ៍នេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ប្រវត្តិសាស្ត្រខ្មែរក្នុងរាជ្យព្រះបាទជ័យជេដ្ឋារាមាធិបតីឬជ័យជេដ្ឋាទី1និងការបែកបាក់ក្រុងលង្វែកក្រោយពេលដែលព្រះបាទមហិន្ទរាជាព្រះសិទ្ធាដាក់រាជសម្បត្តិព្រះអង្គទ្រង់អភិសេកព្រះរាជបុត្រច្បងព្រះនាមជ័យជេដ្ឋាដែលមានព្រះជន្ម11ព្រះវស្សាឲ្យឡើងសោយរាជស្នងនៅរាជធានីលង្វែកដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជអង្ការព្រះជ័យជេដ្ឋារាមាធិបតីដែលអ្នកប្រវត្តិវិទូច្រើនហៅថាព្រះជ័យជេដ្ឋាទី1
ដោយព្រះជ័យជេដ្ឋារាមាធិបតីទ្រង់នៅក្មេងពេកអំណាចទាំងអស់ត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ព្រះឧបយោរាជានុសិទ្ធគឺព្រះមហិន្ទរាជាព្រះសិទ្ធាជាព្រះបិតាព្រះអង្គដដែលដោយសារការប្រព្រឹត្តអំពើមិនសមរម្យមានការរំលាយព្រះនិងលើកកូនក្មេងឲ្យឡើងសោយរាជ្យគ្រប់គ្រងព្រះនគរដូច្នេះការក្តៅក្រហាយក៏កើតមានឡើងហើយបង្កជាភាពវឹកវរចលាចលគ្រប់ទីកន្លែងក្នុងព្រះនគរឯឯកសារខ្លះដូចជាឯកសារព្រះរាជពង្សាវតារមហាបុរសខ្មែរបានបញ្ជាក់ថាប្រផ្នូលអាក្រក់បានកើតមានឡើងគ្រប់ទិសទីព្រះខ័នឡើងស្នឹមតាំងពីត្រឹមត្រីសូររហូតដល់គល់ទាំងសងខាងអាងទឹកសម្រាប់ព្រះមហាក្សត្រនៅភូមិបាននន់បាត់ដំបងរីងហួតអស់រលីងទឹកសម្រាប់មន្ត្រីល្អក់ខាប់ខួរទឹកសម្រាប់រាជឡើងក្រហមច្រាលដូចឈាមដំបូកឃ្លាំងមឿងនៅខេត្តពោធិ៍សាត់ប្រែរិចរិលអស់ព្រះអត្តរស់ក្នុងវត្តព្រះពុទ្ធលាយលក្ខណ៍ខេត្តបរិបូរណ៍មានឈាមហូរចេញពីព្រះឱរាព្រះពុទ្ធសីយាខេត្តអាសន្ទុកមានឈាមចេញពីព្រះបាទមានស្រមោចលីងដេញមិនឈ្នះសោះព្រះពុទ្ធសីយាខេត្តបាសានត្រង់ព្រះបាទនិងព្រះឱរាមានហូរឈាមព្រះឥសូរព្រះនរាយណ៍វត្តវិហារសួរមានឈាមហូរចេញតាមព្រះនេត្រព្រះជ្រៃបាក់មែកទិសខាងកើតលាក់នឹងលាក់ម្យ៉ាងទៀតដោយមានចិត្តប្រមាថគិតថាសៀមមិនអាចមានកម្លាំងវាយកបន្ទាយលង្វែកបានហើយជឿថាសៀមរៀងចាលែងហ៊ានលើកទ័ពមកទៀតផងខ្មែរមួយចំនួនទាំងមន្ត្រីទាំងរាជទាំងរាយពលបាននាំគ្នាកាប់ឆ្ការព្រៃឫស្សីដើម្បីរើសយកប្រាក់ដួងចំណែកខាងសៀមវិញក្រោយពីបានដំណឹងថាព្រះសិទ្ធាមានសតិពុំប្រក្តីនគរកម្ពុជាកើតចលាចលគ្រប់ទីកន្លែងហើយគុំឫស្សីដែលជារបងយ៉ាងក្រាស់របស់បន្ទាយលង្វែកនោះត្រូវខ្មែរកាប់ឆ្ការបំផ្លាញអស់ជាច្រើនអន្លើផងហើយឆ្នាំ1593ព្រះនរានសូរស្ដេចសៀមក៏លើកទ័ពចំនួន 150,000 នាក់ឯកសារខ្លះថា 290,000 ដំរីនិងសេះច្រើនពាន់ចូលវាយលុកប្រទេសកម្ពុជាជាថ្មីម្ដងទៀតព្រះមហិន្ទរាជាព្រះសត្ថាទ្រង់ជ្រាបដំណឹងនេះទ្រង់ក៏បានបញ្ជាឲ្យលោកវេឡូសូជនជាតិព័រទុយហ្គាល់ជាប្អូនថ្លៃព្រះអង្គឲ្យទៅតាក់ទងសុំជំនួយទ័ពពីអ្នកកាន់អំណាចព័រទុយហ្គាល់នៅម៉ាឡាកាតែពួកនេះមិនអាចមកជួយខ្មែរបានឡើយព្រោះជាប់រវល់ច្បាំងជាមួយនឹងពួកម៉ាឡាយូដូច្នេះព្រះសត្ថាទ្រង់ងាកទៅតាក់ទងជាមួយនឹងពួកអេស្ប៉ាញ៉ុលនៅហ្វីលីពីនវិញដោយទ្រង់បញ្ជាឲ្យលោកវេឡូសូនាំព្រះរាជសាររបស់ព្រះអង្គទៅជូនលោកទេសាភិបាលអេស្ប៉ាញនៅក្រុងម៉ានីលប៉ុន្តែលោកទេសាភិបាលអេស្ប៉ាញ៉ុលពុំអាចបញ្ជូនទ័ពមកជួយខ្មែរបានទេព្រោះពេលនោះលោកកំពុងតែរៀបចំកងទ័ពទៅវាយយកកោះមូលុកផងដែរប៉ុន្តែក្រោយពីលោកទេសាភិបាលចាស់ជាឪពុកអនិច្ចកម្មទៅលោកទេសាភិបាលអេស្ប៉ាញ៉ុលថ្មីជាកូនក៏បានបញ្ជាទ័ពមកកម្ពុជាប៉ុន្តែមកដល់លង្វែកក្រោយពេលដែលសៀមវាយលុកយកបានបន្ទាយនេះរួចស្រេចទៅហើយចំណែកខាងទ័ពសៀមវិញក្រោយពីបានជោគជ័យលើកម្លាំងទ័ពខ្មែរនៅខេត្តបាត់ដំបងហើយក៏លើកជំរុលមកវាយបន្ទាយខេត្តពោធិ៍សាត់រួចបន្តមកដល់ខេត្តបរិបូរណ៍បន្ទាយរលាផ្អៀទៀតដោយឃើញទ័ពសៀមមានចំនួនច្រើនលើសលប់ព្រះស្រីសូរិយោពណ៌ដែលជាព្រះឧបយោរាជដែលគង់ការពារក្នុងបន្ទាយរលាផ្អៀនោះក៏ដកទ័ពចូលមកក្រុងលង្វែកចំណែកព្រះសិទ្ធាវិញលុះទ្រង់ជ្រាបថាទ័ពសៀមលើកមកដល់ជិតបន្ទាយលង្វែកហើយទ្រង់ក៏នាំព្រះរាជបុត្រព្រះជ័យជេដ្ឋានិងព្រះពញាតននិងអគ្គមហេសីស្រីស្នំភៀសព្រះអង្គទៅគង់នៅស្រីសន្ធររួចក្រោយមកទៅស្ទឹងត្រែងហើយទីបំផុតយាងរហូតដល់វៀងច័ន្ទប្រទេសឡាវឡានឆាងចំណែកព្រះស្រីសូរិយោពណ៌ជាព្រះឧបយោរាជទ្រង់បាននាំទ័ពក្នុងបន្ទាយលង្វែកវាយប្រយុទ្ធជាមួយខ្មាំងសត្រូវយ៉ាងស្វិតស្វាញសៀមបានឡោមព័ទ្ធបន្ទាយលង្វែកអស់រយៈពេល3ខែតែចូលមិនបានទីបំផុតព្រះនរានសូរស្ដេចសៀមទ្រង់បញ្ជាឲ្យយកចំបើងជ្រលក់ជ័រទឹកមកដុតឫស្សីដែលខ្មែរបានគាស់រំលើងទាំងនោះឆេះអស់រយៈពេល3យប់3ថ្ងៃ
រួចវាយសម្រុកយកបន្ទាយលង្វែកបានសៀមចាប់ព្រះស្រីសូរិយោពណ៌ឧបយោរាជរបស់ខ្មែរព្រះរាជបុត្រនិងព្រះមហេសីនាំយកទៅស្រុកសៀមផងនៅក្នុងជ័យជំនះដ៏ធំធេងលើខ្មែរនេះសៀមបានដុតបំផ្លាញកំទេចបន្ទាយលង្វែកដែលជាបន្ទាយដ៏រឹងមាំចុងក្រោយរបស់ខ្មែរអស់គ្មានសល់ហើយសៀមបានប្រមូលយកឯកសារគម្ពីរដីកាក្រាំងក្បួនខ្នាតដ៏មានតម្លៃផ្សេងរបស់ជាតិខ្មែរព្រមទាំងចាប់យកអ្នកប្រាជ្ញរាជបណ្ឌិតកវីសិល្បករជាច្រើនព្រមដោយបដិមាព្រះគោព្រះកែវជាទីសក្ការៈរបស់ខ្មែរនិងបានគៀគ្រួខ្មែរវល់សែនអ្នកវាយបង្ខំយកទៅស្រុកសៀមផងចំណែកខាងព្រះមហិន្ទរាជាព្រះសិទ្ធានិងព្រះជ័យជេដ្ឋាជាព្រះរាជបុត្រដែលទ្រង់ភៀសខ្លួនទៅស្ទឹងត្រែងរួចទៅប្រទេសឡាវឡានឆាងនោះទ្រង់មានជំងឺចាញ់ហើយចូលទីវង្គតទាំងពីរព្រះអង្គនៅទីនោះក្នុងឆ្នាំនោះទៅលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះបាទជ័យជេដ្ឋារាមាធិបតីនិងការបែកបាក់ក្រុងលង្វែកនៅសប្តាហ៍ក្រោយលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីព្រះបាទរាមាជើងព្រៃសូមអញ្ជើញលោកអ្នកនាងរងចាំតាមដានស្ដាប់កុំបីខានឡើយ